ខ្ញុំសូមអាននៅព្រះគម្ពីរលោកុបាទជំពូក9ខ1ទៅដល់ខ29ព្រះទ្រង់ក៏ប្រទានពរដល់ណូអេនិងកូនគាត់ព្រមទាំងមានបន្ទូលថាចូលបង្កើតកូនឲ្យចម្រើនជាច្រើនឡើងឲ្យបាននៅពាសពេញលើផែនដីចុះឯគ្រប់ទាំងសត្វនៅផែនដីសត្វហើរលើអាកាសសត្វលូនវានៅដីនិងត្រីក្នុងសមុទ្រទាំងប៉ុន្មាននឹងកោតខ្លាចហើយស្ញប់ស្ញែងដល់ឯងរាល់គ្នាអញប្រគល់វាមកក្នុងអំណាចឯងហើយបណ្ដាសត្វទាំងប៉ុន្មានដែលកម្រើកហើយនៅរស់នោះនឹងបានជាអាហារដល់ឯងដូចជាទិន្នជាតិទាំងអស់ដែលអញបានឲ្យដល់ឯងនោះដែរតែសាច់ណាដែលមានជីវិតគឺជាឈាមនោះកុំឲ្យបរិភោគឡើយរីឯជីវិតមនុស្សវិញបើអ្នកណាយកជីវិតគេនោះអញនឹងទារឈាមដែលជាជីវិតរបស់គេនោះជាមិនខានអញនឹងទារឈាមអ្នកនោះដោយសារអស់ទាំងសត្វហើយដោយសារដៃរបស់មនុស្សគឺដោយសារដៃរបស់បងប្អូននៃអ្នកដែលស្លាប់នោះផងអ្នកណាដែលកំចាយឈាមរបស់មនុស្សនោះឈាមអ្នកនោះឯងនឹងត្រូវខ្ចាយដោយសារមនុស្សដែរត្បិតព្រះទ្រង់បានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់ឯឯងរាល់គ្នាចូលបង្កើតកូនឲ្យចម្រើនជាច្រើនឡើងហើយឲ្យបានសាយគ្រាយនៅផែនដីជាបរិបូរណ៍ចុះរួចព្រះទ្រង់មានព្រះបន្ទូលទៅណូអេនិងពួកកូនគាត់ថាឯអញមើលអញតាំងសញ្ញានឹងឯងរាល់គ្នាហើយនឹងពូជឯងរាល់គ្នាតរៀងទៅនោះគ្រប់ទាំងជីវិតទាំងឡាយដែលនៅជាមួយនឹងឯងរាល់គ្នាទាំងសត្វស្លាបសត្វស្រុកនិងសត្វព្រៃនៅផែនដីផងគឺនឹងគ្រប់ទាំងសត្វនៅផែនដីដែលបានចេញពីទូកធំមកអញនឹងតាំងសញ្ញានឹងឯងរាល់គ្នាថាគ្រប់សាច់ទាំងអស់នឹងមិនត្រូវវិនាសដោយទឹកជន់ទៀតឡើយនឹងលែងមានទឹកជន់បំផ្លាញផែនដីទៀតព្រះទ្រង់ក៏មានបន្ទូលថានេះជាទីសម្គាល់នៃសេចក្តីសញ្ញាដែលអញតាំងនឹងឯងរាល់គ្នាហើយនឹងគ្រប់ជីវិតទាំងឡាយដែលនៅជាមួយនឹងឯងនៅអស់ទាំងដំណរអស់កាលជានិច្ចគឺអញដាក់ធ្នូរបស់អញនៅនីពពកនោះហើយជាទីសម្គាល់នៃសេចក្តីសញ្ញាដែលអញតាំងនឹងផែនដីកាលណាអញប្រមូលពពកមកលើផែនដីនោះនឹងឃើញឥន្ទនូស្ថិតនៅលើពពកនោះហើយអញនឹងនឹកចាំពីសេចក្តីសញ្ញាដែលអញបានតាំងនឹងឯងរាល់គ្នាហើយនឹងអស់ទាំងសត្វគ្រប់ពូជដែរនោះនឹងគ្មានទឹកជន់ឡើងលិចផែនដីដើម្បីបំផ្លាញគ្រប់ទាំងសាច់ទៀតឡើយឥន្ទនូនោះនឹងនៅលើពពកហើយអញនឹងមើលឃើញដើម្បីឲ្យនឹកចាំពីសេចក្តីសញ្ញាដ៏នៅអស់កាលជានិច្ចដែលព្រះបានតាំងនៅនឹងអស់ទាំងជីវិតគ្រប់ពូជនៅផែនដីព្រះទ្រង់ក៏មានបន្ទូលទៅណូអេថានេះហើយជាទីសម្គាល់នៃសេចក្តីសញ្ញាដែលអញបានតាំងនឹងគ្រប់ទាំងសាច់នៅលើផែនដីរីឯកូនណូអេដែលចេញពីទូកធំមកនោះគឺសិមហាំនិងយ៉ាផែតឯហាំនោះជាឪពុកកាណានអ្នកទាំង3នោះជាកូនរបស់ណូអេគឺកូនចៅអ្នកទាំងនោះហើយដែលបានចេញទៅនៅពេញពាសលើផែនដីឯណូអេគាត់ចាប់តាំងភ្ជួររាស់ដីធ្វើចំការហើយដាំទំពាំងបាយជូរគាត់បានផឹកស្រាទំពាំងបាយជូរនោះហើយក៏ស្រវឹងទៅរួចដេកអាក្រាតនៅក្នុងត្រសាលគាត់ឯហាំជាឪពុកកាណានបានឃើញឪពុកអាក្រាតដូច្នេះក៏ទៅបិទបកគេប្រាប់
ដល់បងប្អូនទាំងពីរដែលនៅខាងក្រៅនោះសិមនិងយ៉ាផែតនាំគ្នាយកអាវវែងមកត្រដាងពីលើត្រដាងស្មាទាំងពីរនាក់ដើរថយក្រោយទាំងបាំងគេខ្មាស់ឪពុកទាំងមើលចំទៅខាងមុខមិនឲ្យឃើញគេខ្មាស់របស់គាត់ឡើយកាលណាណូអេស្វាងពីស្រាឡើងក៏បានដឹងការដែលកូនពៅបានធ្វើនោះគាត់និយាយថាកាលណាត្រូវបណ្ដាសាហើយវានឹងត្រូវធ្វើជាអ្នកបម្រើដល់ពួកបាវរបស់បងប្អូនវាហើយគាត់និយាយទៀតថាសូមឲ្យព្រះយេហូវ៉ាជាព្រះនៃសិមបានប្រកបដោយព្រះពរហើយត្រូវឲ្យកាណានធ្វើបាវបម្រើដល់សិមវិញសូមព្រះទ្រង់វាទីឲ្យយ៉ាផែតសូមឲ្យវាបានអាស្រ័យនៅក្នុងទីលំនៅរបស់សិមហើយឲ្យកាណានបានធ្វើជាបាវបម្រើរបស់វាដែរលុះក្រោយទឹកជន់លិចមកនោះណូអេគាត់ក៏រស់នៅបាន350ឆ្នាំទៀតអាយុរបស់ណូអេទាំងអស់រួមបាន950ឆ្នាំរួចគាត់ក៏ស្លាប់ទៅអាមែន